ជំរាបសួរបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកនៅរឿងរ៉ាវមួយដែលបានកើតឡើងនៅស្រុកត្រឹមកក់តាក់ទងទៅនឹងខ្មោចតាយាយពីរអ្នកប្តីប្រពន្ធដែលជាអ្នករស់នៅក្នុងភូមិព្រៃរំដួលបានលងសក្តិវត្តរត់ប៉ាងស្បង់ជីវរហើយមិនត្រឹមតែលងសក្តិវត្តនោះទេសូម្បីតែអ្នកភូមិដែលធ្វើដំណើរឆ្លងកាត់នៅមុខផ្ទះតាយាយដែលបានទុកចោលអស់រយៈពេលជាច្រើនឆ្នាំនេះឲ្យតែមានអ្នកឆ្លងកាត់យប់ប្រលប់អីគឺតែងតែបង្ហាញខ្លួនលងដល់ពួកអ្នកភូមិឬក៏អ្នកដំណើរឲ្យឃើញគ្រប់គ្នាហើយផ្ទះមួយនេះគឺមិនមានអ្នកភូមិឬក៏កូនក្មួយណាម្នាក់ហ៊ានមករុះរើឬក៏ចូលមកបេះបន្លែនៅក្នុងផ្ទះតាយាយនេះនោះទេប្រសិនបើមាននរណាម្នាក់ចូលទៅបេះបន្លែនៅក្នុងបរិវេណផ្ទះរបស់គាត់យប់ឡើងច្បាស់ណាស់ពួកគាត់នឹងទៅស្ដីឲ្យឬក៏លងបន្លាចពួកគេរហូតដល់ធ្លាក់ខ្លួនឈឺក៏មានដែរផ្ទះឈើប្រក់ក្បឿងមួយខ្នងក្រោយពីម្ចាស់ផ្ទះបានស្លាប់អស់ទៅត្រូវបានទុកចោលទំនេរហើយអ្នកភូមិក៏អត់ហ៊ានចូលទៅបេះបន្លែផ្លែឈើនៅក្នុងបរិវេណផ្ទះនោះឡើយពុំថាឡើយតែពេលយប់សំបីតែពេលថ្ងៃក៏អត់មាននរណាម្នាក់ហ៊ានធ្វើដំណើរឆ្លងកាត់នៅមុខផ្ទះតាយាយនោះដែរដោយសារតែកន្លងមកធ្លាប់មានមនុស្សជាច្រើនអ្នកហើយដែលក្នុងនោះរួមមានទាំងសក្តិវត្តនិងលោកនេនមួយអង្គផងដែរត្រូវបានខ្មោចម្ចាស់ផ្ទះមួយនេះលងបន្លាចព្រះតេជគុណរហូតរត់ស្ទើរតែដាច់ខ្យល់ខណៈពេលដែរព្រះតេជគុណបាននិមន្តឆ្លងកាត់មុខផ្ទះដែលត្រូវបានគេទុកចោលនេះនៅពេលយប់រឿងរ៉ាវមួយនេះមានការល្បីកក្រៅកាលពីប៉ុន្មានឆ្នាំមុននៅភូមិព្រៃរំដួលស្រុកត្រាំកក់ហើយក្នុងនោះក៏មានរឿងមួយទៀតក៏ល្បីផងដែរតាក់ទងទៅនឹងមានបុរសស្ត្រីមួយគូដែលជាគូស្នេហ៍នឹងគ្នាដែលមិនធ្លាប់បានដឹងអំពីប្រវត្តិផ្ទះខាងលើនេះដែលឃើញផ្ទះនេះទុកចោលអត់មានមនុស្សនៅក៏នាំគ្នាទៅលួចបង្កាត់ភ្លើងស្នេហ៍រួមរយៈនៅក្នុងផ្ទះខាងលើនេះទាំងកណ្ដាលថ្ងៃត្រង់ហើយក៏ត្រូវបានខ្មោចម្ចាស់ផ្ទះខាងលើលងបន្លាចអ្នកទាំងពីរស្ទុះរត់ចុះពីលើផ្ទះដោយម្នាក់ដៃអោបខោអាវដោយខ្លួនប្រាណណូគោកស្រែកយ៉ាងតក់ស្លុតផ្អើលអស់អ្នកភូមិទៀតផងកាលនោះអរិយពេលជាច្រើនឆ្នាំហើយដែលមនុស្សនៅក្នុងភូមិព្រៃរំដួលឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវនាំគ្នាខ្លាចរអាចាត់ទុកផ្ទះមួយនេះជាផ្ទះខ្មោចពុំមាននរណាម្នាក់ហ៊ានចូលទៅក្នុងបរិវេណផ្ទះនោះឡើយកុំថាឡើយតែពេលយប់សំបីតែពេលថ្ងៃក៏អត់ហ៊ានចូលផងដែរម្ចាស់ផ្ទះខាងលើគឺជាតាយាយពីអ្នកប្តីប្រពន្ធពួកគាត់ទាំងពីរនាក់អត់មានកូនចៅមួយគ្រាប់នឹងគេនោះទេហើយក្រោយពេលដែលអ្នកទាំងពីរស្លាប់ទៅគឺកាលពីឆ្នាំ2004បុរសជាប្តីក៏បានស្លាប់ទៅហើយដល់ឆ្នាំ2005រំលងបាន1ឆ្នាំស្ត្រីជាប្រពន្ធក៏បានស្លាប់ទៅតាមក្រោយទៀតអ្នកភូមិក៏ឃើញអាណិតក៏នាំគ្នារៀបចំធ្វើបន់ហើយនឹងទុកធាតុរបស់អ្នកទាំងពីរនៅទីធ្លាចាំពីមុខផ្ទះនោះទោះបីជាតាយាយអត់មានកូនបង្កើតក៏ដោយប៉ុន្តែគាត់ក៏មានក្មួយផងដែរដែលជាអ្នករស់នៅភូមិក្បែរគាត់នោះដែរហើយក្រោយពេលដែលតាយាយទាំងពីរអ្នកស្លាប់អស់ទៅកាលនោះក្មួយរបស់តាយាយខាងលើនាំគ្នាបំរុងមករស់រើផ្ទះនេះយកឈើចែកគ្នាប៉ុន្តែក៏ត្រូវបានខ្មោចម្ចាស់ផ្ទះខាងលើទៅលងបន្លាចក្មួយរបស់ពួកគាត់ធ្វើឲ្យកូនក្មួយទាំងអស់នោះភ័យខ្លាចលែងហ៊ានមករស់ផ្ទះនេះយកឈើទៀតហើយជុំវិញរឿងរ៉ាវមួយនេះត្រូវបានលោកគ្រូចាស់អធិការវត្តអង្គរកាកាលនោះព្រះតេជគុណមានប្រនាមថាអេមដែលធ្លាប់ត្រូវបានខ្មោចម្ចាស់ផ្ទះខាងលើលងបន្លាចរត់រហូតប៉ាងស្បង់ជីវរស្រែកផ្អើលអស់អ្នកភូមិទាំងកណ្ដាលយប់ដោយព្រះតេជគុណបានមានសង្ឃដីកាអំពីហេតុការណ៍ដែលព្រះតេជគុណបានជួបនៅក្នុងយប់នោះឲ្យដឹងថានៅក្នុងយប់នោះអាត្មាត្រូវបានខ្មោចម្ចាស់ផ្ទះខាងលើនឹងបានលងអាត្មាដោយក្នុងយប់នោះអាត្មាបាននិមន្តរួមដំណើរជាមួយនឹងកូននេនមួយអង្គទៀតនិមន្តមកសូត្រធម៌កៅដានៅផ្ទះរបស់អ្នកភូមិម្នាក់ដោយអាត្មានិងលោកនេនមួយអង្គនោះនិមន្តធ្វើដំណើរកាត់តាមមុខផ្ទះខាងលើនោះហើយនៅពេលដែលអាត្មានិមន្តមកដល់ទន្ទឹមនឹងមុខផ្ទះនោះស្រាប់តែនៅក្បែរចំហៀងផ្ទះកាលនោះអាត្មាឃើញមានភ្នក់ភ្លើងមួយឆេះយ៉ាងសន្ធោសន្ធៅដោយនៅក្បែរភ្នក់ភ្លើងនោះគឺឃើញមានគោចំនួន2ក្បាលកំពុងតែឈរស៊ីចម្បាំងព្រះតេជគុណចៅអធិការវត្តអង្គរកាមានសង្ឃដីកាដឹងថាពេលដែលអាត្មាឃើញដូច្
ច្នេះអាត្មាក៏បានប្រាប់ទៅកូនណែនដែលរួមដំណើរជាមួយអាត្មាថាប្រហែលជាផ្ទះមួយនេះមានកូនក្មួយគេមករស់នៅហើយទើបឃើញមានភ្នក់ភ្លើងគោដូច្នេះពេលឮអាត្មាមានសង្ឃដីកាដូច្នេះស្រាប់តែកូនណែនអង្គនោះឈប់នៅស្ងៀមហើយក៏ប្រកែកជាមួយអាត្មាវិញថាលោកគ្រូប្រហែលស្រវាងប្រណេតហើយខ្ញុំកណាអត់មានឃើញភ្នក់ភ្លើងឯណាផងហើយនៅក្នុងភូមិនោះគឺងងឹតរកតែមើលអ្វីក៏ពុំឃើញផងហ្នឹងពេលនោះអាត្មាក៏កំហោកឲ្យកូនណែននោះថាចេះតែនិយាយផ្ដាស់ភ្នក់ភ្លើងឆេះយ៉ាងសន្ធោសន្ធៅពន្លឺឃើញច្បាស់ក្រឡែតហើយឃើញគោយ៉ាងច្បាស់បែបនេះហើយចេះតែមកឆ្លើយលេងសើចធ្វើពើអញ្ចឹងទៅរួចតែកូនណែនអង្គនោះនៅតែប្រកែកជាមួយអាត្មាថាអត់មានឃើញភ្នក់ភ្លើងអ្វីទាំងអស់ទើបធ្វើឲ្យអាត្មាចង់ខឹងបន្តិចដែរកាលនោះហើយអាត្មាក៏ក្រឡេកទៅមើលក្នុងភូមិនោះម្ដងទៀតស្រាប់តែរំពេចនោះអាត្មាក៏បានឃើញតាយាយដែលជាម្ចាស់ផ្ទះដែលអ្នកទាំងពីរបានស្លាប់បាត់ទៅហើយប៉ុនអ្នកទាំងពីរអាត្មាក៏ធ្លាប់បាននិមន្តមកសូត្រក្នុងពិធីបុណ្យសពឲ្យអ្នកទាំងពីរផងដែរហើយកាលនោះអាត្មាក៏ស្រាប់តែឃើញតាយាយជាម្ចាស់ផ្ទះកំពុងតែឈរច្រត់ចង្កេះទន្ទឹមគ្នាក្បែរភ្នក់ភ្លើងនោះហើយបានសើចកាច់ស្រង់ដាក់អាត្មាដោយឃើញបែបនេះហើយទើបអាត្មាដឹងថាត្រូវខ្មោចម្ចាស់ផ្ទះខាងលើនេះបានលងអាត្មាគ្រាន់តែដឹងថាខ្មោចលងភ្លាមអាត្មាក៏បានស្រែកវាស់ហើយរត់ត្របាញ់កែងបកក្រោយតែម្ដងខកខានមិនបាននិមន្តទៅសូត្រកៅដាឲ្យអ្នកភូមិនោះទេការយប់នោះដោយឡែកកូនណែនដែលមានប្រនាមថាពុទ្ធីដែលត្រូវបានខ្មោចតាយាយខាងលើលងបន្លាចជាមួយនឹងលោកគ្រូចៅអធិការនោះព្រះតេជគុណពុទ្ធីបានមានសង្ឃដីកាថាអាត្មាក៏ធ្លាប់ឮបងប្អូននៅក្នុងភូមិព្រៃរំដួលនេះបានធ្លាប់ប្រាប់អាត្មាអំពីរឿងរ៉ាវផ្ទះមួយនោះដែរថាផ្ទះខាងលើនេះគឺមានខ្មោចលងម្ល៉េះហើយពេលនិមន្តចេញពីវត្តអាត្មាក៏បានទូលប្រាប់លោកគ្រូចៅអធិការកុំឲ្យនិមន្តតាមផ្លូវកាត់មកផ្ទះរបស់តាយាយខាងលើនេះអីនិមន្តតាមផ្លូវផ្សេងវិញទៅតែកាលនោះលោកគ្រូចៅអធិការអត់ព្រមហើយបែរជាបន្ទោសមកកាន់អាត្មាវិញថាផ្លូវឆាប់រហ័សមិននិមន្តទេមកចង់និមន្តផ្លូវវាងឆ្ងាយនាំតែហត់អត់ប្រយោជន៍ហើយអាត្មាពេលដែលនិមន្តមកដល់ទន្ទឹមមុខផ្ទះរបស់តាយាយខាងលើនោះពេលឮលោកគ្រូចៅអធិការមានសង្ឃដីកាប្រាប់ថាផ្ទះតាយាយមានគេដិតភ្នក់ភ្លើងគោដំបងអាត្មាគិតថាលោកគ្រូចៅអធិការបែរជាលោលេងចង់បន្លាយអាត្មាហើយព្រោះដឹងថាអាត្មាខ្លាចមិនចង់ហ៊ានធ្វើដំណើរឆ្លងកាត់មុខផ្ទះខាងលើនេះឡើយតែពេលដល់គ្រូចៅអធិការបែរជាចង់ខឹងដាក់អាត្មានៅពេលដែលអាត្មាប្រាប់ថាអាត្មាអត់មានឃើញភ្នក់ភ្លើងនោះទេទើបធ្វើឲ្យអាត្មាត្រជាក់ខ្លួនស្រេបពេលនោះអាត្មាដឹងថាប្រហែលជាខ្មោចលងហើយតែពុំតាន់បានទូលប្រាប់ព្រះគ្រូចៅអធិការផងស្រាប់តែអាត្មាឮគ្រូចៅអធិការស្រែកឡើងវាស់ហើយរត់បកក្រោយតែម្ដងហើយអាត្មាក៏ស្ទុះរត់តាមពីក្រោយព្រះគ្រូចៅអធិការតែម្ដងទៅដោយឡែកក្នុងនោះក៏មានបរិសជាអ្នកភូមិម្នាក់គាត់មានឈ្មោះថាពូញ៉ុងដែលគាត់បាននិយាយឲ្យដឹងថាកាលពីតាយាយខាងលើនៅរស់មានជីវិតនោះតាយាយដែលជាម្ចាស់ផ្ទះបានស្រឡាញ់រាប់អានរូបគាត់ណាស់ទុកគាត់ដូចជាកូនចិញ្ចឹមរបស់ពួកគាត់អញ្ចឹងដោយសារតែពូញ៉ុងនិងប្រពន្ធរបស់គាត់ឧស្សាហ៍ចេញចូលជូនបាយសម្លឲ្យតាយាយទាំងពីរអ្នកពិសាកាលដែលពួកគាត់នៅរស់ហើយពូញ៉ុងនិយាយថារូបគាត់ក៏ធ្លាប់ត្រូវបានខ្មោចតាយាយជាម្ចាស់ផ្ទះនេះលងបន្លាចរូបគាត់ធ្លាក់ខ្លួនឈឺដេករវើរវាយអស់ចំនួន 3-4 ថ្ងៃផងដែរទៅបានជាសះស្បើយឡើងវិញដោយពូញ៉ុងបានរៀបរាប់អំពីហេតុការដែលត្រូវខ្មោចតាយាយខាងលើលងបន្លាចរូបគាត់ឲ្យដឹងថានៅក្នុងមុខផ្ទះរបស់តាយាយគឺមានត្រពាំងទឹកហើយក្នុងត្រពាំងនោះគឺសម្បូរត្រីណាស់ព្រោះតាំងពីពួកគាត់ស្លាប់ទៅត្រីនៅក្នុងត្រពាំងនេះពុំមានអ្នកណាហ៊ានមកចាប់ឡើយហើយទឹកនៅក្នុងត្រពាំងនេះទៀតសោតក៏មិនរិញដែរនៅក្នុងខែប្រាំងម្ល៉េះហើយនៅក្នុងយប់នោះខ្ញុំក៏បានបបួលប្រពន្ធខ្ញុំមកតែពីរនាក់ស្ងាត់មកអស់ម៉ោងក្នុងត្រពាំងនោះដោយត្រពាំងនៅមុខផ្ទះតាយាយនោះគឺពិតជាសម្បូរត្រីខ្លាំងណាស់ខ្ញុំអស់បានតែ2ម៉ោងសោះបានត្រីផ្ទក់ត្រីអណ្ដែងប៉ុនកដៃបានជាង2គីឡូឯណោះនៅពេលដែលពួកខ្ញុំកំពុងតែចាប់ត្រី2ម៉ោងដាក់នៅក្នុងទ្រូរំពេចនោះខ្ញុំក៏ស្រាប់តែឮសូរសំឡេងខ្ស
ខ្សៅខ្សឹបដាក់ត្រចៀកខ្ញុំថាអាចារ្យបានត្រីប៉ុន្មានហើយពេលឮសំឡេងនេះភ្លាមខ្ញុំហាក់មានអារម្មណ៍ថាសំឡេងដែលកំពុងតែនិយាយខ្សឹបដាក់ត្រចៀកនេះដូចជាធ្លាប់ស្គាល់សំឡេងនេះពីមុនមកហើយពេលនោះខ្ញុំក៏ងាកបែរមើលក្រោយខ្ញុំក៏ឃើញខ្មោចតាយាយយ៉ាងច្បាស់ក្រឡែតនៅនឹងភ្នែករបស់ខ្ញុំដែលអ្នកទាំងពីរកំពុងអង្គុយត្របោចក្បាលជង្គង់សម្លឹងមកកាន់ពួកខ្ញុំដោយបង្ហាញទឹកមុខយ៉ាងគួរឲ្យភ័យខ្លាចជាខ្លាំងមិនបងអន់យូរខ្ញុំក៏បានទាញដៃប្រពន្ធរបស់ខ្ញុំស្ពាយទ្រូលីម៉ុងរត់អត់ងាកក្រោយនោះទេតម្រាំមកដល់ផ្ទះហត់ស្ទើរតែចង់ដាច់ខ្យល់ពូញងនិយាយទៀតថាប្រឡឹងខ្មោចតាយាយពីអ្នកប្តីប្រពន្ធដែលជាម្ចាស់ផ្ទះនេះប្រកាសជាពុំទាន់ទៅចាប់ចិត្តនៅឡើយនោះទេប្រឡឹងពួកគាត់នៅតែវិលវល់ក្នុងដីភូមិរបស់គាត់ការពារមិនឲ្យមនុស្សណាម្នាក់មកចូលបេះបោចបន្លែផ្លែឈើរបស់គាត់បានឡើយនៅក្នុងភូមិរបស់តាយាយខាងលើគឺបរិវេណផ្ទះរបស់គាត់ធំគួរសមហើយមានដើមឈើហូបផ្លែជាច្រើនមុខទៀតផងហើយនៅផ្ទះរបស់គាត់ក៏មានដើមពោធិ៍មួយដើមយ៉ាងធំនៅក្បែរនោះផងដែរបើមើលពីចម្ងាយទៅវាពិតជាគួរឲ្យព្រឺឆ្អឹងខ្នងជាខ្លាំងចាពុកម៉ែបងប្អូនអ្នកស្ដាប់នេះគឺជារឿងរ៉ាវតាក់ទងទៅនឹងផ្ទះមួយខ្នងដែលត្រូវបានគេទុកចោលអត់មានមនុស្សណាហ៊ានចូលទៅបេះបន្លែឬក៏រស់នៅនោះទេគឺដោយសារតែផ្ទះនេះគឺត្រូវបានខ្មោចជាម្ចាស់ផ្ទះតាយាយពីអ្នកប្តីប្រពន្ធលងបន្លាចឲ្យតែអ្នកណាហ៊ានចូលទៅក្នុងផ្ទះនេះឬក៏ឆ្លងកាត់មុខផ្ទះគាត់គឺអត់បានទេឲ្យតែប្រឡប់គឺតែងតែលងបន្លាចបង្ហាញខ្លួនស្រស់ៗឲ្យអ្នកធ្វើដំណើរទាំងអស់នោះបានឃើញហើយមិនត្រឹមតែលងអ្នកដំណើរនោះទេសូម្បីតែព្រះសង្ឃក៏ត្រូវបានខ្មោចដែលជាម្ចាស់ផ្ទះខាងលើនេះក៏លងព្រះសង្ឃផងដែររឿងនេះគឺមានការល្បីខ្លាំងមែនតែនតាក់ទងទៅនឹងខ្មោចតាយាយជាម្ចាស់ផ្ទះខាងលើលងព្រះសង្ឃក្រោយពេលដែលរឿងនេះបាត់ល្បីមួយរយៈក៏ស្រាប់តែមានការលេចលឺផ្ទុះនៅរឿងល្បីមួយទៀតកាលពីប្រហែលឆ្នាំមុនតែបានកាត់ឡើងនៅក្នុងផ្ទះរបស់តាយាយខាងលើនេះផងដែរដោយកាលនោះគឺមានប្រុសស្រីដែលជាគូស្នេហ៍មួយគូដោយពួកគេឃើញផ្ទះនេះអត់មានមនុស្សនៅស្ងាត់ល្អហើយក៏នាំគ្នាទៅបង្កាត់ភ្លើងស្នេហ៍លួចរួមរយៈនៅលើផ្ទះមួយនេះស្រាប់តែអ្នកទាំងពីរដែលជាគូស្នេហ៍ហ្នឹងនាំគ្នាស្រែកផ្អើលឡើងពេញភូមិហើយដោយសារតែភ័យខ្លាចពេកម្នាក់គឺរត់ចុះពីលើផ្ទះដោយដៃអោបកៅអៅរីឯខ្លួនប្រាណពួកគេវិញគឺអត់មានសម្លៀកបំពាក់នោះទេដោយសារតែភ័យខ្លាចពេកក៏អត់បានចាប់អារម្មណ៍ហើយក៏លែងខ្មាស់អៀនផងដែរហើយក៏ស្រែកផ្អើលដល់អ្នកភូមិនាំគ្នាមកចោមរោមមើលគ្រប់គ្នាហើយពួកគេក៏និយាយថាគឺឃើញខ្មោចហើយកាលនោះគឺកណ្ដាលថ្ងៃត្រង់តែម្ដងដូច្នេះហើយបានជាពួកអ្នកភូមិអត់ហ៊ានមាននរណាម្នាក់ចូលទៅក្នុងបរិវេណផ្ទះនេះទៅបេះបន្លែឬក៏ចូលទៅដេកលេងឬក៏ចូលទៅរកអ្វីមួយពីផ្ទះនេះបាននោះឡើយកន្លងមកក៏មានក្មួយរបស់គាត់ពួកគេមានបំណងចង់រុះផ្ទះនេះយកឈើចែកគ្នាផងដែរប៉ុន្តែត្រូវបានខ្មោចតាយាយនេះទៅលងបន្លាចក្មួយរបស់ពួកគាត់រហូតធ្វើឲ្យពួកគេធ្លាក់ខ្លួនឈឺរៀងខ្លួនតែម្ដងទោះបីជាពួកគាត់អត់មានកូនបង្កើតប៉ុន្តែគាត់ក៏មានកូនក្មួយផងដែរដោយសារតែខ្មោចតាយាយនេះបានលងបន្លាចពួកគេទៅក៏ពួកគេមិនហ៊ានមករុះរើផ្ទះនេះទៀតឡើយហើយផ្ទះមួយនេះក៏ត្រូវបានគេទុកចោលរហូតមកដល់ពេលបច្ចុប្បន្ននេះតែម្ដងហើយផ្ទះមួយនេះគឺស្ថិតនៅក្នុងភូមិព្រៃរំដួលឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវហើយរឿងនេះគឺមានការល្បីខ្លាំងមែនទែនកាលនោះតាក់ទងទៅនឹងខ្មោចលងសក្តិវត្តរត់ប៉ាំងស្បង់ជីវរហើយនឹងខ្មោចម្ចាស់ផ្ទះនេះលងបន្លាចគូស្នេហ៍មួយគូដែលលួចទៅរួមរយៈធ្វើឲ្យពួកគេរត់ឡើងភ័យខ្លាចរហូតភ្លេចខ្លួនអត់បានស្លៀកសម្លៀកបំពាក់រត់ស្រែកផ្អើលអស់អ្នកភូមិផងដែរចាពុកម៉ែបងប្អូនអ្នកស្ដាប់សម្រាប់រឿងរ៉ាវនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណដល់បងប្អូនដែលបានស្ដាប់រឿងនេះតាំងពីដើមរហូតដល់ចាំប្រសិនបើបងប្អូនដែលជាអ្នករស់នៅក្នុងភូមិខាងលើនេះកុំភ្លេចចែករំលែកនៅរឿងនេះបន្ថែមផងដែរអរគុណដល់បងប្អូនដែលបានស្ដាប់រឿងនេះតាំងពីដើមរហូតដល់ចប់ជួបជាមួយនឹងខ្ញុំនៅរឿងរ៉ាវក្រោយៗបន្តទៀត